ថ្ងៃនេះម៉ាក់ក្មេកមកយកទៅពិនិត្យសុខភាពស្ត្រីណារោគស្ត្រីហើយមូលហេតុដោយសារតែខាងធានារ៉ាប់រងហ្នឹងគឺគេផ្ញើសំបុត្រឲ្យយើងតាំងពីឆ្នាំមុនម៉ែថាខ្ញុំវ័យ30ជាងហ្នឹងស្ថិតនៅចន្លោះស្ត្រីដែលភាគច្រើនកើតមហារីកស្បូនអញ្ចឹងគឺគេឲ្យទៅពិនិត្យដើម្បីរោមមើលណាហើយខ្ញុំឃើញនៅក្នុងសំបុត្រគេហ្នឹងគេដាក់ថាស្ត្រីភាគច្រើនកើតមហារីកស្បូនចាប់ពីអាយុ24ដល់65ឆ្នាំអញ្ចឹងគឺគេឲ្យទៅពិនិត្យទៅហើយខ្ញុំនឹងទៅបានទៅពិនិត្យនឹងគឺរៀងយូរបន្តិចព្រោះអីសបុតនឹងគេផ្ញើតាំងពីខែ9ឆ្នាំមុនម្លេះតាមពិតចង់ទៅយូរហើយប៉ុន្តែ system ពេទ្យនៅស្រុកនេះគឺខុសពីស្រុកយើងអត់ដូចថាយើងចង់ទៅពេលណាក៏បានអីចឹងតែនៅនេះគឺគេត្រូវមានពេទ្យប្រចាំសម្រាប់គេហៅថា general practice របស់យើងផ្ទាល់ពេលដែលយើងត្រូវការអីយើងមានបញ្ហាអីគឺគេអ្នកគ្រប់គ្រងឯកសារពេទ្យរបស់យើងតែម្ដងហើយសម្រាប់រោគស្ត្រីគឺគេមានផ្សេងប៉ុន្តែដូចថាមានបញ្ហាអីគឺគេផ្ញើលទ្ធផលហ្នឹងទៅពេទ្យហ្នឹងតែម្ដងណាពេទ្យប្រចាំរបស់យើងប៉ុន្តែជាក់ស្ដែងបងប្អូនអើយនៅប្រទេស basic ហ្នឹងគឺពិបាករឿងរោពេទ្យផ្ទាល់ខ្លួនដោយសារតែពួកគាត់នឹងសម្បូរអ្នកជំងឺពេកចឹងទៅយើងថ្មីអញ្ចឹងគឺគេមិនងាយទទួលទេហើយការណាត់ពេទ្យរបស់ខ្ញុំហ្នឹងតាមរយៈម៉ាក់ក្មេកខ្ញុំទៅណាត់បានហ្នឹងគឺប្រើពេល1ខែហើយខ្ញុំឮថាការណាត់ពេទ្យហ្នឹងពេលខ្លះប្រើពេល2ខែ3ខែ4ខែឬដល់ឆ្នាំក៏មានដែរតាមដូចថាពេទ្យគាត់រវល់តាម schedule របស់គាត់ណាហើយខ្ញុំនឹងសំណាងឲ្យបានណាត់បាន1ខែមុនហើយសម្រាប់ការពិនិត្យរោមមហារីកស្បូនហ្នឹងគឺយើងអត់លុយទេគឺខាងធានារ៉ាប់រងគេអ្នកចំណាយព្រោះអីជាទូទៅយើងពិនិត្យរោមហារីកហ្នឹងគឺវាតម្លៃខ្ពស់ដែរអាហ្នឹងខាងពេទ្យគេប្រាប់ខ្ញុំពេលដែលខ្ញុំទៅជួបគាត់ចឹងណាហើយឥឡូវនេះខ្ញុំមកដល់ពេទ្យហើយបងប្អូនហើយឡាយតែនិយាយហ្នឹងឲ្យបងប្អូនមើលទេសភាពតាមផ្លូវផងសម្រាប់ការពិនិត្យសុខភាពនេះដែរគឺយើងបង់តែ 20% នៃតម្លៃពេញទេ 80% គឺខាងរដ្ឋនិងខាងធានារ៉ាប់រងហ្នឹងគឺគេ cover អញ្ចឹងណាព្រោះអីជាទូទៅគឺយើងបង់ធានារ៉ាប់រងមួយខែហ្នឹងក្នុងម្នាក់€62សម្រាប់គ្រួសារខ្ញុំបច្ចុប្បន្នគឺយើងឈប់បង់ហើយដោយសារតែខាងក្រុមហ៊ុនប្តីខ្ញុំគឺគេ cover ទាំងគ្រួសារប៉ុន្តែយើងពេលដែលយើងពិនិត្យសុខភាពហើយយើងបង់លុយសេវាគេទៅយើងយក receipt ហ្នឹងទៅ claim យកលុយមកវិញអញ្ចឹងណាបើនិយាយទៅនៅស្រុកនេះគឺយើងដូចយើងបង់ធានារ៉ាប់រងបសសនៅស្រុកខ្មែរអញ្ចឹងណាហើយពេលទៅដល់ពេទ្យហ្នឹងគឺគេពិនិត្យយើងតែមួយផ្លេតទេប្រហែលជាម៉ាន់ថាទៅកន្លះម៉ោងលឿនដែរប៉ុន្តែគេពិនិត្យមើលរោគស្ត្រីមហារីកស្បូននិងមហារីកសដន់ហើយនឹងសួរសំណួរយើង4-10សំណួរដែរហ្នឹងតាក់ទងនឹងការបើកដល់កូនការកើតកូនអីចឹងទៅព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងរោគស្ត្រីរបស់យើងដែរហើយតើយើងធ្លាប់ទៅពិនិត្យសុខភាពរោគស្ត្រីនឹងអត់នៅស្រុកខ្មែរចឹងទៅក៏យើងរៀបរាប់ប្រាប់គេតាមដែលគេសួរអីយើងឆ្លើយនឹងអញ្ចឹងណាហើយងាកមកមើលមុខម្ហូបខ្ញុំវិញគឺថាមុននឹងម៉ាក់ក្មេកខ្ញុំមកយកហ្នឹងគឺកូនខ្ញុំគេចង់ធ្វើទីរ៉ាមីស៊ូព្រោះអីពេលញ៉ាំបាយថ្ងៃត្រង់ហើយគឺគេចង់ញ៉ាំបង្អែមហើយណាមួយជា favorite របស់គេផងអញ្ចឹងគេធ្វើទីរ៉ាមីស៊ូឆូកូឡេតខ្ញុំធ្វើទីរ៉ាមីស៊ូ matcha ជាមួយនឹង strawberry ហើយសម្រាប់មុខម្ហូបវិញគឺដូចខ្ញុំប្រាប់ក្នុងវីដេអូមុនអញ្ចឹងគឺខ្ញុំចង់ធ្វើឆាមីលឿងជូនម៉ាក់ក្មេកខ្ញុំគាត់ភ្លក់ចៃដន្យអីថ្ងៃហ្នឹងប៉ាក្មេកខ្ញុំក៏បានមកឯងដោយសារគាត់មានការងារផ្ទះត្រូវធ្វើអញ្ចឹងម៉ាក់ប៉ាក្មេកខ្ញុំគឺគាត់ចូលចិត្តញ៉ាំលក្ខណៈបែបតសៃមីពេលដែលគាត់ទៅខ្មែរអញ្ចឹងគឺគាត់ចូលចិត្តញ៉ាំដូចជានំបញ្ចុកកាទៀវអីចឹងទៅមានមីឆាមានលូតឆាឲ្យតែប្រភេទតសៃគឺគាត់ចូលចិត្តញ៉ាំទាំងអស់អញ្ចឹងទៅក៏គិតថាមករៀងយូរហើយក៏ខានធ្វើម្ហូបអាស៊ីឲ្យគាត់ញ៉ាំយូរហើយអញ្ចឹងក៏នឹកឃើញក៏ធ្វើឆាមីលឿងហ្នឹងជូនគាត់ផ្សារទៅហើយវិធីខ្ញុំធ្វើហ្នឹងគឺស្រួលទេគឺខ្ញុំមើល Kin Kitchen បើសិនជាបងប្អូនចូលចិត្តបែបឆាបងប្អូនចូលទៅមើល page របស់គាត់ទៅហើយពេលដែលខ្ញុំកំពុងតែឆាហ្នឹងម៉ាក់ក្មេកខ្ញុំគាត់មកដល់ផ្ទះខ្ញុំល្មមពេលដែលគាត់ចូលដល់ភ្លាមគាត់លន់មាត់ហ្មងគាត់ថាអូក្លិននៅស្រុកខ្មែរក្លិននៅអាស៊ីតែម្ដងគាត់ដូចថាគាត់ធ្លាប់ទៅខ្មែរអញ្ចឹងទៅគាត់ដឹងណាតែប៉ាក្មេកខ្ញុំហ្នឹងគឺគាត់បានមកចូលរួមទេដោយសារតែគាត់មានការងារផ្ទះត្រូវធ្វើហើយនៅចាំផ្ទះផងហើយណាមួយហ្នឹងគឺទៅពេទ្យរោគស្ត្រីទៀតអញ្ចឹងការងារស្រីទៅគាត់ខ្ជិលចូលរួមហើយប៉ុន្តែខ្ញុំធ្វើច្រើនដែរអញ្ចឹងទៅខ្ញុំក៏ផ្ញើគាត់មកប្រអប់យកទៅញ៉ាំបាយល្ងាចណាម្ដាយក្មេកខ្ញុំហ្នឹងគឺគាត់ជាមនុស្សនៅមិនស្ងៀមទេដូចតាម៉ែខ្ញុំដែរនឹងតែនៅស្ងៀមឈឺចឹងទៅគាត់នៅស្ងៀមទេបើផ្ទះគាត់វិញគឺថាភ្លឹងស្អាតប្លង់តែម្ដងទៅពេលអញ្ចឹងកូនភាសាម្នាក់នេះរៀនតាមគាត់អត់ចង់ឲ្យផ្ទះនឹង
អត់ស្អាតទេតែក៏វាជាទម្លាប់ល្អមួយអញ្ចឹងណាហើយគាត់ក៏ដើរមើលទៅបន្ទប់ចៅក៏ឃើញថាអូបន្ទប់ចៅដូចស្អាតជាងមុនណាកូនខ្ញុំវារៀងខ្ជិលដែរតែឥឡូវគេធំមកអញ្ចឹងទៅការរៀបចំបន្ទប់គេនឹងបានក្រាន់បើសម្រាប់វីដេអូខ្ញុំថ្ងៃហ្នឹងគឺគ្រាន់តែចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការទៅពិនិត្យសុខភាពរោគស្ត្រីនៅពេទ្យនៅ basic ចឹងណាពី system របស់គេហើយនឹងស្ត្រីរបស់យើងចាំបាច់គឺត្រូវថែរក្សាសុខភាពផងជាពិសេសអានឹងមហារាជអីហ្នឹងគឺវាកាត់ឡើងច្រើនខ្ញុំឃើញនៅស្រុកខ្មែរហើយក៏ខ្ញុំធ្លាប់ជួបផ្ទាល់នឹងសាច់ញាតិបងប្អូនខ្ញុំចឹងទៅក៏យើងទៅការពារទៅទោះបីជាអស់លុយមែនប៉ុន្តែអានឹងខ្ញុំនិយាយនៅស្រុកខ្មែរប៉ុន្តែបងប្អូនគួរតែឧស្សាហ៍ទៅពិនិត្យសុខភាពពិនិត្យរោគស្ត្រីហើយនឹងចាក់វ៉ាក់សាំងការពារទៅចឹងអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះដល់ចប់ផងដែរបាយបាយ